ដើម្បីអាចកាន់ដៃម្ដាយរបស់ខ្លួនដែលមិនអាចកម្រើកបានក្មេងប្រុសជនជាតិជប៉ុនម្នាក់បានបង្កើតឧបករណ៍មួយហើយក៏បានទទួលពានរង្វាន់ជាអ្នករកឃើញរបកគំហើញថ្មីក្នុងអាយុត្រឹមតែ10ឆ្នាំតែប៉ុណ្ណោះក្មេងប្រុសនោះមានឈ្មោះថា Taiga មានអាយុ10ឆ្នាំរស់នៅខេត្ត Aichi នៃប្រទេសជប៉ុនដែលជាខេត្តមួយពោពេញទៅដោយក្រុមអ្នករកឃើញរបកគំហើញថ្មីៗច្រើនជាងគេនៅក្នុងប្រទេសជប៉ុនសូម្បីតែក្រុមហ៊ុនធំរបស់ Toyota ក៏មានប្រភពមកពីទីនោះដែរ Taiga ជាក្មេងម្នាក់ដែលចូលចិត្តឆ្ងល់ច្រើននិងរពឹសយ៉ាងខ្លាំងមានពេលខ្លះ Taiga ជិះរថភ្លើងទៅឆ្ងាយពីផ្ទះតែម្នាក់ឯងរហូតដល់យប់ទើបត្រឡប់មកផ្ទះវិញក៏មានម៉ាក់របស់ Taiga តែងតែទទួលបានទូរស័ព្ទពីគ្រូបន្ទប់ថ្នាក់របស់គេជាញឹកញាប់ពីព្រោះតែការរពឹសមិនចេះនៅស្ងៀមរបស់ Taiga ថ្ងៃមួយម៉ាក់របស់ Taiga បានទទួលទូរស័ព្ទពីសាលាភ្លាមនោះគាត់ក៏បានសួរទៅកាន់គ្រូថាតើ Taiga បានធ្វើរឿងឈឺក្បាលអីទៀតហើយមែនទេដោយសារតែគាត់ដឹងថាកូនរបស់គាត់គឺជាក្មេងរពឹសប៉ុន្តែគ្រូក៏បានប្រាប់ទៅកាន់ម៉ាក់ Taiga ថាអត់ទេថ្ងៃនេះគឺមានរឿងល្អពីព្រោះតែ Taiga ទទួលបានពានរង្វាន់នៅក្នុងកម្មវិធីប្រឡងការបង្កើតឧបករណ៍ថ្មីម៉ាក់របស់ Taiga ពិតជាសប្បាយចិត្តខ្លាំងណាស់គាត់មិននឹកស្មានថាកូនរបស់គាត់អាចធ្វើរឿងនេះបាននោះទេដោយសារតែគេទើបតែមានអាយុ10ឆ្នាំតែប៉ុណ្ណោះឧបករណ៍ដែល Taiga បានបង្កើតនោះគឺជាឧបករណ៍ដែលអាចជួយពិនិត្យស្ថានភាពដៃរបស់ម៉ាក់គេម៉ាក់របស់ Taiga មានជំងឺម្យ៉ាងដែលធ្វើឲ្យម្រាមដៃកណ្ដាលរបស់គាត់មិនអាចកម្រើកបានឡើយជំងឺនេះគឺពិតជាកម្រខ្លាំងណាស់នៅក្នុងចំណោមមនុស្ស10000នាក់មានត្រឹមតែម្នាក់តែប៉ុណ្ណោះដែលមានជំងឺនេះដូច្នេះហើយមិនទាន់មានឧបករណ៍សម្រាប់តាមដានអំពីការវិវត្តនៃស្ថានភាពជំងឺនេះទេថ្ងៃមួយនៅពេលដែលទៅជួបជាមួយនឹងគ្រូពេទ្យម៉ាក់របស់ Taiga ក៏បាននិយាយអំពីការព្រួយបារម្ភពីស្ថានភាពជំងឺរបស់គាត់នៅចំពោះមុខ Taigaដោយគាត់បាននិយាយថាគាត់មានការព្រួយបារម្ភខ្លាចក្រែងដៃរបស់គាត់លែងប្រើការអីបានទៀតហើយណាមួយមិនមានឧបករណ៍ដែលអាចវាស់ពីភាពមិនប្រក្រតីទៀតត្រូវទៅពេទ្យនៅពេលណាក៏មិនដឹងពេលនោះហើយដែល Taiga មានការឆ្ងល់យ៉ាងខ្លាំងថាតើហេតុអ្វីបានជាមិនមានឧបករណ៍បែបនោះទៅវិញគេបានសួរទៅកាន់ម៉ាក់របស់ខ្លួនម្ដងហើយម្ដងទៀតកំឡុងពេលឈប់សម្រាករដូវក្តៅគ្រូក៏បានដាក់កិច្ចការឲ្យ Taiga ដោយគ្រូបានសួរទៅកាន់ Taiga ថាតើឯងចង់បង្កើតឧបករណ៍អ្វីភ្លាមនោះ Taiga ក៏បានសួរទៅកាន់ម៉ាក់របស់គេតើម៉ាក់មានរឿងអ្វីដែលពិបាកទេក្រោយពីបានគិតមួយស្របក់ម៉ាក់របស់ Taiga ក៏បាននិយាយថាគាត់ចង់បានឧបករណ៍សម្រាប់វាស់ពីស្ថានភាពដៃរបស់គាត់ប៉ុន្តែគាត់មិនបានរំពឹងថាកូនរបស់ខ្លួនអាចធ្វើវាបាននោះទេ Taiga មិនបានគិតច្រើនឡើយគេក៏បានតបទៅកាន់ម៉ាក់ខ្លួនថាខ្ញុំនឹងបង្កើតវាបើទោះបីជា Taiga មានអាយុត្រឹមតែ10ឆ្នាំក៏ដោយតែគេមិនមែនគ្រាន់តែនិយាយឲ្យបាននោះទេ Taiga ចាប់ផ្ដើមគិតរកវិធីសាស្ត្រដើម្បីឈានដល់ការបង្កើតឧបករណ៍នោះក្រោយមក Taiga ក៏បាននឹកឃើញអំពីវិធីសាស្ត្រមួយដើម្បីដឹងពីស្ថានភាពម្រាមដៃកណ្ដាលដែលមិនអាចកម្រើកបានរបស់ម៉ាក់គេ Taiga ក៏បានបង្កើតឧបករណ៍មួយដែលមានឈ្មោះថា Haryoku Sokuteki ដែលមានន័យថាឧបករណ៍វាស់កម្លាំងនៃចលនាលាតដៃរបៀបប្រើប្រាស់គឺពិតជាមានភាពសាមញ្ញគ្រាន់តែយកម្រាមដៃ3ដាក់ចូលក្នុងប្រឡោះហើយម្រាមដៃមេនិងដៃកូនធ្វើចលនាដើម្បីឲ្យប៉ះជាមួយត្រនិចក្រដាសដែលនៅសងខាងដើម្បីដឹងថាស្ថានភាពដៃមានភាពខុសប្រក្រតីឬក៏មានសភាពធម្មតា Taiga បានបែងចែកជា3ប្រឡោះគឺ Genki, Chui, Tsugyoin បើម្រាមដៃមេនិងដៃកូនរុញត្រនិចក្រដាសនោះដល់ពាក្យថា Genki មានន័យថាមិនមានបញ្ហាអ្វីនោះទេហើយបើដល់ពាក្យថា Chui មានន័យថាត្រូវមានការប្រុងប្រយ័ត្នចុងក្រោយបើដល់ពាក្យថា Tsugyoin មានន័យថាត្រូវតែទៅមន្ទីរពេទ្យជាបន្ទាន់តាមរយៈការប្រើប្រាស់ឧបករណ៍នោះម៉ាក់របស់ Taiga ក៏អាចដឹងពីស្ថានភាពដៃរបស់គាត់ហើយនៅជ្រុងម្ខាងនៃឧបករណ៍នោះបានសរសេរពាក្យថាសូមឲ្យម៉ាក់ឆាប់ជាក្រោយពីបានបង្កើតឧបករណ៍ Haryoku Sokuteki បានសម្រេច Taiga នៅតែខំស្រាវជ្រាវបន្ថែមទៀតដោយបានចូលរួមវគ្គបណ្ដុះបណ្ដាលនិងអានសៀវភៅដោយខ្លួនឯងនៅបណ្ណាល័យដោយ Taiga ចង់អាប់ដេតឧបករណ៍របស់ខ្លួនធ្វើយ៉ាងណាឲ្យមានមុខងារទៅតាមតម្រូវការរបស់ម៉ាក់គេមិនត្រឹមតែសម្រាប់ពិនិត្យស្ថានភាពម្រាមដៃប៉ុណ្ណោះទេ Taiga ក៏បានបន្ថែមមុខងារពិនិត្យភាពញ័រនៃម្រាមដៃនិងជួយដល់ការធ្វើចលនាទៀតផងកម្លាំងចិត្តតែមួយគត់ដែលបានជំរុញឲ្យ Taiga អាចធ្វើរឿងទាំងនេះបានគឺគេចង់កាន់ដៃម៉ាក់របស់គេគ្រប់ពេលទាំងនេះគឺជារឿងរ៉ាវរបស់ក្មេងប្រុសជនជាតិជប៉ុនម្នាក់ដែលមានអាយុ10ឆ្នាំហើយបានបង្កើតឧបករណ៍ថ្មីមួយនិងទទួលបានពានរង្វាន់ជាអ្នកបង្កើតថ្មី
បើសិនបើអ្នកទាំងអស់គ្នាចូលចិត្តរឿងរ៉ាវដែលទាក់ទងទៅនឹងប្រទេសជប៉ុនមិនថាតែរឿងក្តីឃាតកម្មឬក៏ព្រឹត្តិការណ៍ផ្សេងៗនោះទេសូមចុច Subscribe Channel ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីវីដេអូយើងចប់ត្រឹមហ្នឹងជួបគ្នាវីដេអូក្រោយជាមួយនឹងប្រធានបទថ្មី